ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះយើងវិលមកជួបគ្នាម្ដងទៀតហើយជាមួយនឹងមុខម្ហូបថ្មីចាថ្ងៃនេះខ្ញុំលើកយកមុខម្ហូបបុកកន្ទុយហេះចាបុកកន្ទុយហេះគ្រឿងផ្សំមានដូចជាត្រីឆ្អើរត្រប់ស្លឹកក្រូចខ្ទឹមសម្ទេសក្រូចឆ្មាចាម្ទេសបុកកន្ទុយហេះនេះគឺយើងត្រូវប្រើម្ទេសច្រើនតិចព្រោះមុខម្ហូបហ្នឹងគឺគេតម្រូវហិលចាហើយសម្រាប់ក្រូចនេះគឺយើងបុកកន្ទុយហេះយើងហើយយើងអាចច្របាច់ក្រូចយើងដាក់ញ៉ាំចាបើយើងអត់ប្រើក្រូចយើងប្រើជាមួយនឹងពើទុំចាប្រើក្រូចក៏បានប្រើពើទុំក៏បានស្ករចេងចាប្រហុកគឺប្រហុកអាំងចាហើយទាំងអស់នេះគឺជាបន្លែសម្រាប់យើងញ៉ាំជាមួយនឹងបុកកន្ទុយហេះយើងចាតោះឥឡូវយើងទៅតាមដានវិធីធ្វើទាំងអស់គ្នាចាឥឡូវផ្ទះយើងបានក្តៅហើយគឺយើងលីងជាមួយនឹងគ្រឿងរបស់យើងហ្នឹងមានម្ទេសមានត្រប់ស្លឹកក្រូចខ្ទឹមសហ្នឹងគឺយើងដាក់លីងចូលគ្នាទាំងអស់នេះគឺគ្រឿងផ្សំរបស់យើងហ្នឹងគឺយើងលីងវាឥឡូវនេះវាជិតឆ្អិនហើយអញ្ចឹងយើងកុំប្រើភ្លើងខ្លាំងពេកខ្លាចពីខ្លោចវាអញ្ចឹងណាយើងប្រើភ្លើងតិចតិចចាបន្ទាប់ពីខ្ញុំលីងស្លឹកក្រូចស្លឹកអីហ្នឹងវាឡើងឈ្ងុយល្អហើយខ្ញុំបន្ថែមជាមួយនឹងត្រីចាត្រីនេះគឺជាត្រីឆ្អើរឯងយើងមិនបាច់លីងក៏បានដែរតែដោយសារត្រីឆ្អើរយើងលីងទៅដូចកម្ដៅត្រីហ្នឹងចឹងសាច់វារៀងស្រួយទៅយើងបុកទៅក៏ល្អដែរចាហើយម្យ៉ាងទៀតបងប្អូនយើងខ្លះក៏គាត់បុកគ្រឿងផ្សំហើយចាំបុកត្រីហើយបានយកមកបុកលាយគ្នាអីអញ្ចឹងអាហ្នឹងវិធីធ្វើយើងតាមរបៀបផ្សេងគ្នាតែសម្រាប់ខ្ញុំលីងត្រីលីងអីហ្នឹងដាក់បុកបញ្ចូលគ្នាក៏វាអត់មានខុសអីគ្នាដែរចាហើយយើងបុកម្ដងមួយវគ្គក៏បានលីងដាក់បុកហ្មងក៏បានអត់បញ្ហាទេវាចេញមករសជាតិដូចតែគ្នាហ្នឹងតឥឡូវយើងយកគ្រឿងផ្សំទាំងអស់ហ្នឹងយកទៅបុកទៅចាឥឡូវនេះយើងចាប់ផ្ដើមបុកគ្រឿងផ្សំរបស់យើងចានេះគឺខ្ញុំចាប់ផ្ដើមបុកគ្រឿងផ្សំរបស់យើងទាំងអស់ហ្នឹងបុកបញ្ចូលគ្នាចាលើគ្រឿងយើងទាំងអស់ហ្នឹងខ្ញុំបានបុកមកហើយចាឥឡូវខ្ញុំបន្ថែមជាមួយនឹងប្រហុកចានេះប្រហុកអាំងដោយសារខ្ញុំប្រើប្រហុកច្រើនខ្ញុំអត់ប្រើអំបិលប្រើអីទៀតទេគឺខ្ញុំប្រើល្មមជាមួយនឹងគ្រឿងរបស់ខ្ញុំហ្នឹងហ្មងចាឥឡូវនេះខ្ញុំដាក់ស្ករសចាហើយនឹងប៊ីចេងហើយយកបុកបញ្ចូលគ្នាឲ្យសព្វទៅអាចយកទៅញ៉ាំបានហើយនេះក្រូចឆ្មាដល់ពេលខ្ញុំញ៉ាំមកខ្ញុំចិត្តច្របាច់ដាក់អញ្ចឹងឥឡូវនេះខ្ញុំអត់បានច្របាច់ដាក់ទេចាបុកកន្ទុយហេះយើងគ្រឿងផ្សំមានតែប៉ុណ្ណឹងតែបើបងប្អូនមានរបៀបធ្វើអីផ្សេងពីនឹងទៀតជួយប្រាប់ខ្ញុំវិញផងខ្ញុំរៀនតាមចាឥឡូវបុកកន្ទុយហេះយើងបានរួចរាល់ហើយចាហើយជាទីបញ្ចប់នេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មី